ការរដ្ឋាននគរបាលខណ្ឌសែនសុខបង្ក្រាបករណីចម្រិតទារប្រាក់ជនរងគ្រោះ$30,000ដោយទទួលបានប័ណ្ណបញ្ជាពីឯកឧត្តមឧត្តមស្នេហ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមស្នេហ៍ត្រីប៊ុនសច្ឆាស្នងការរងទទួលផែនព្រហ្មទណ្ឌនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវីរៈស្នេហ៍ឯកហួរមេងវាងអធិការនគរបាលខណ្ឌសែនសុខកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាលខត់ខ្លួនជនសង្ស័យករណីអំពើចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់និងចម្រិតទារប្រាក់ចាប់បង្ខាំងជនរងគ្រោះនៅក្នុងបន្ទប់និងទារប្រាក់ចំនួន$30,000និងករណីជួញដូរមនុស្សដោយមានគោលដៅប្រព្រឹត្តនៅចំណុចផ្ទះលេខ41ផ្លូវ01បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោងប្រហែល21:00នាទីនឹងអំពើចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់បង្ខាំងជនរងគ្រោះនៅក្នុងបន្ទប់នៅចំណុចផ្ទះលេខ18បូរីពិភពថ្មីផ្លូវ1ផ្លូវ01ភូមិត្រពាំងថ្លឹង3សង្កាត់ចោមចៅ1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង9:30នាទីអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យចំនួន7នាក់1ឈ្មោះសៅយុនភេទប្រុសអាយុ38ឆ្នាំជនជាតិចិនមិនមានលិខិតឆ្លងដែនមុខរបរមិនប្រកាសស្នាក់នៅផ្ទះលេខ41ផ្លូវ1បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួនមានសារធាតុញៀន2ឈ្មោះខ្ជូទីងយូភេទប្រុសអាយុ35ឆ្នាំជនជាតិចិនមិនមានលិខិតឆ្លងដែនមុខរបរមិនប្រកាសស្នាក់នៅផ្ទះលេខ41ផ្លូវ1បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួនគ្មានសារធាតុញៀន3ឈ្មោះស៊ូឡាវភេទប្រុសអាយុ38ឆ្នាំជនជាតិចិនមិនមានលិខិតឆ្លងដែនមុខរបរមិនប្រកាសស្នាក់នៅផ្ទះលេខ41ផ្លូវ1បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួនមានសារធាតុញៀន4ឈ្មោះជីនហៃហ្វៀងភេទប្រុសអាយុ26ឆ្នាំជនជាតិចិនកាន់លិខិតឆ្លងដែន DE 9869 381មុខរបរមិនប្រកាសស្នាក់នៅផ្ទះលេខ41ផ្លូវ1បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួនមានសារធាតុញៀន5ឈ្មោះយ៉ាងយូអាងភេទប្រុសអាយុ38ឆ្នាំជនជាតិចិនមិនមានលិខិតឆ្លងដែនមុខរបរមិនប្រកាសស្នាក់នៅផ្ទះលេខ41ផ្លូវ1បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួនគ្មានសារធាតុញៀន6ឈ្មោះសឹងសំអៀតភេទប្រុសអាយុ43ឆ្នាំជនជាតិខ្មែរមុខរបរបើកឡានស្នាក់នៅផ្ទះលេខ41ផ្លូវ1បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួនមានសារធាតុញៀន7ឈ្មោះម៉ែនសុមនីភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរមុខរបរបើកឡានស្នាក់នៅផ្ទះលេខ41ផ្លូវ1បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួនមានសារធាតុញៀនធ្លាប់ជាប់ពន្ធនាគារ0លើកវត្ថុតាងចាប់យករួមមាន1កុំព្យូទ័រចំនួន1គ្រឿង2ខ្នោសដៃចំនួន1គូ3ឧបករណ៍ប្រើប្រាស់គ្រឿងញៀន1ចំនួន4ទូរស័ព្ទដៃចំនួន6គ្រឿង5កាំបិតចំនួន2របស់ជនសង្ស័យជនរងគ្រោះ1ឈ្មោះហូសៀវហុយភេទប្រុសអាយុ27ឆ្នាំជនជាតិចិនមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះលេខ41ផ្លូវ1បូរីពិភពថ្មីភូមិពងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ2ឈ្មោះប៉ាងយូហុងភេទប្រុសអាយុ33ឆ្នាំជនជាតិចិនមុខរបរកម្មករសំណង់សម្ភារៈបាត់គ្មានបច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់